តើធ្វើម៉េចដើម្បីឲ្យអាចគ្រប់គ្រងលុយរបស់ក្រុមហ៊ុនបានមានប្រសិទ្ធភាពមានម្ចាស់ក្រុមហ៊ុនជាច្រើននៅពេលដែលគាត់ start up ឬក៏បើកអាជីវកម្មខ្នាតតូចដំបូងគាត់ជួលបុគ្គលិកឲ្យមកធ្វើការងារជំនួសគាត់ប៉ុន្តែគាត់អត់បានទៅធ្វើការងារផ្ទាល់ទេអញ្ចឹងហើយសួរថាធ្វើម៉េចដើម្បីឲ្យគ្រប់គ្រងលុយចំណូលពីមុខរបររបស់គាត់បានល្អម្ចាស់អាជីវកម្មខ្លះគាត់ជ្រើសរើសយកបងប្អូនឬក៏សាច់ញាតិរបស់គាត់មកដើម្បីគ្រប់គ្រងកាន់ផ្នែកលុយហ្នឹងក៏ប៉ុន្តែសួរថាតើនៅពេលដែលជ្រើសរើសបងប្អូនសាច់ញាតិឬក៏អ្នកចិត្តដិតអ្នកដែលស្គាល់ប្រវត្តិច្បាស់មកគ្រប់គ្រងលុយឬក៏កាន់បញ្ជីស្នាមលុយកាក់ហ្នឹងតើនៅមានការលួចបន្លំឬយកលុយទៅប្រើប្រាស់ខុសពីគោលដៅអាជីវកម្មរបស់ក្រុមហ៊ុនខ្លួនដែរឬអត់នេះជាបញ្ហាចោទដែលម្ចាស់អាជីវកម្មជាច្រើនតែងតែមានមន្ទិលសង្ស័យហើយក៏មានអ្នកដែលមានអំណងចាប់ផ្ដើមបើកក្រុមហ៊ុនថ្មីក៏គាត់មានមន្ទិលសង្ស័យដូចគ្នាជាការពិតការយកសាច់ញាតិឬក៏បងប្អូនមិត្តភ័ក្តិពុកម៉ាក់ឬក៏អ្នកចិត្តដិតមកឲ្យកាន់គ្រប់គ្រងរបាយការណ៍រ៉ាញ់ថោឬក៏គ្រប់គ្រងលុយចំណូលរបស់ក្រុមហ៊ុនអាចថាវាជាសុវត្ថិភាពមួយដែរក៏ប៉ុន្តែនៅតែមិនអាចការពារបានទាំងស្រុងអំពីការលួចបន្លំឬក៏ការយកលុយរបស់ក្រុមហ៊ុនទៅប្រើប្រាស់ខុសគោលបំណងរបស់អាជីវកម្មឬក៏បង្វិលឬក៏អាចថាចាត់ចែងមិនមែនប្រតិបត្តិការចំណាយជាក់ស្ដែងរបស់ក្រុមហ៊ុនអញ្ចឹងទៅតើនៅពេលដែលជួបករណីបែបនេះតើត្រូវធ្វើបែបម៉េចដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពហើយម្ចាស់អាជីវកម្មម្ចាស់ក្រុមហ៊ុនដេកដោយអាចថាដេកលក់ដោយស្ងប់ចិត្តមិនខ្លាចបុគ្គលិកកេងបន្លំលួចលុយឬក៏ខ្លាចបន្លំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនជឿទៅសម្រាប់ក្រុមហ៊ុនធំគេអត់មានបញ្ហាទេដោយសារគេមានប្រព័ន្ធគ្រប់គ្រងដែលរឹងមាំតែតឹងរឹងហើយគេមានអ្នកជំនាញរៀបចំច្បាស់លាស់ក្នុងការគ្រប់គ្រងវាពិបាកតែក្រុមហ៊ុនដែលទូចឬក៏ក្រុមហ៊ុនដែលទើបចាប់ផ្ដើមក្រូអាប់ឡើងធំដែលពិបាកក្នុងការគ្រប់គ្រងដោយសារទី1ខ្វះអ្នកដែលមានបទពិសោធន៍អ្នកដែលមានជំនាញដែលជួយ set up ប្រព័ន្ធត្រួតពិនិត្យទីក្នុងឲ្យបានរឹងមាំដើម្បីការពារបញ្ហាទាំងអស់នេះត្រូវការផ្នែកហិរញ្ញវត្ថុដែលច្បាស់លាស់និងរឿងមួយក្រៅពីផ្នែកហិរញ្ញវត្ថុក៏ត្រូវមានផ្នែកមួយផ្សេងទៀតដែលឯករាជ្យនៅក្នុងក្រុមហ៊ុនដែលអាចគាត់មានលទ្ធភាពឆែករាល់ចំណូលចំណាយនិងរបាយការណ៍ទាំងអស់បានហើយគាត់មានសិទ្ធិរាយការណ៍ដោយផ្ទាល់ទៅឲ្យម្ចាស់ក្រុមហ៊ុនឬក៏ម្ចាស់អាជីវកម្មនឹងជាដើមឧទាហរណ៍ថាមានផ្នែកហិរញ្ញវត្ថុហើយក៏ប៉ុន្តែផ្នែកហិរញ្ញវត្ថុมันមានគោលការណ៍សម្រាប់គ្រប់គ្រងសាច់ប្រាក់มันមានគោលការណ៍សម្រាប់គ្រប់គ្រងចំណូលมันមានគោលការណ៍សម្រាប់គ្រប់គ្រងចំណាយมันមានគោលការណ៍សម្រាប់អតិថិជនបង់ទុកមុនมันមានគោលការណ៍សម្រាប់អតិថិជនជំពាក់គឺជារឿងពិបាកអ្វីទៅជាគោលការណ៍គឺជាប្លង់ឬក៏ជាផែនទីជាផ្លូវសម្រាប់បង្ហាញអំពីមធ្យោបាយដែលត្រូវដើរតើការប្រមូលចំណូលពីការលក់ឬសេវាកម្មត្រូវគ្រប់គ្រងបែបម៉េចនៅពេលដែលមានអតិថិជនជំពាក់ត្រូវគ្រប់គ្រងបែបម៉េចនៅពេលដែលអតិថិជនសងត្រូវគ្រប់គ្រងបែបម៉េចនៅពេលដែលទទួលបានចំណូលជាសាច់ប្រាក់ត្រូវគ្រប់គ្រងបែបណាហើយអ្នកណាជាអ្នក review អ្នកត្រួតពិនិត្យពីលើនៅពេលដែលបានសាច់ប្រាក់មកជាប្រចាំថ្ងៃហើយត្រូវមានរបាយការណ៍អីខ្លះដើម្បីងាយស្រួលដល់ផ្នែកដែលឯករាជ្យគាត់ត្រួតពិនិត្យមើលនៅពេលក្រោយនៅពេលដែលមានបញ្ហាបាត់លុយឬលើសលុយខ្វះលុយឬលុយនឹងមិនត្រូវបានបង្វែរចូលទៅគណនីរបស់ក្រុមហ៊ុនជាដើមរឿងវាស្មុគស្មាញនៅពេលដែលក្រុមហ៊ុនដែលទើបចាប់ផ្ដើមថ្មីឬក៏ចាប់ផ្ដើម grow up មិនមានគោលការណ៍ច្បាស់លាស់អ្វីទៅជាគោលការណ៍ច្បាស់លាស់គោលការណ៍ច្បាស់លាស់ពីគោលការណ៍ដែលចេញដោយបើក្រុមហ៊ុនធំគេហៅថាក្រុមប្រឹក្សាពិបាលដែលគាត់សម្រាប់ឲ្យផ្នែកជំនាញចងក្រងជាផ្លូវជាផែនទីដើម្បីសម្រាប់អនុវត្តការងារប្រចាំថ្ងៃឧទាហរណ៍ការគ្រប់គ្រងសាច់ប្រាក់ក្នុងវ៉ូលការគ្រប់គ្រងសាច់ប្រាក់ក្នុងទូដែកតើត្រូវធ្វើបែបម៉េចនរណាជាអ្នកកាន់សោនរណាជាអ្នកកាន់លេខកូដសម្ងាត់ការដឹកជញ្ជូនសាច់ប្រាក់
តើនរណាមានសិទ្ធិចូលរួមដឹកជញ្ជូនសាច់ប្រាក់ហើយការដឹកជញ្ជូនសាច់ប្រាក់ត្រូវរៀបចំដោយរបៀបណាហើយសាច់ប្រាក់ទំហំប្រមាណដែលអាចអនុញ្ញាតឲ្យបុគ្គលិកម្នាក់ឬក៏2នាក់ឬក៏3នាក់ឬក៏សាច់ប្រាក់ដែលទំហំច្រើនមែនទែនតម្រូវឲ្យមានការទិញធានារ៉ាប់រងអីជាដើមដើម្បីការពារហានិភ័យនៃការបាត់ឬការកេងបន្លំលុយយកលុយទៅទុកមិនបានដាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុនជាដើមចឹងតែការគ្រប់គ្រងលុយគឺជារឿងសំខាន់ឧទាហរណ៍សំខាន់មួយទៀតនៅពេលដែលប្រតិបត្តិការថ្ងៃដែលឈប់សម្រាកថ្ងៃដែលបិទប្រតិបត្តិការរបស់សាខាឬក៏ក្រុមហ៊ុនរបស់ខ្លួនហ្នឹងធនាគារឬក៏ថ្ងៃបុណ្យជាតិឬក៏បុណ្យអីសំខាន់ដែលធនាគារមិនធ្វើការតែត្រូវធ្វើបែបម៉េចការរក្សាទុកលុយបែបម៉េចការធ្វើរបាយការណ៍ផ្ទៀងផ្ទាត់ប្រចាំខែប្រចាំសប្តាហ៍ត្រូវធ្វើបែបម៉េច2នាក់ដែលគ្រប់គ្រងផ្ទាល់នៅសាខាឬក្រុមហ៊ុនរបស់ខ្លួនហើយ2នាក់ត្រួតពិនិត្យមកតង់ទៀតតើគាត់មានសិទ្ធិឯករាជ្យឬក៏ពេញលេញក្នុងការឆែករកព័ត៌មានឬក៏ review ទៅលើបញ្ហាដែលអាចកើតមានហានិភ័យកន្លងមកដើម្បីរាយការណ៍ផ្ទាល់ទៅឲ្យម្ចាស់អាជីវកម្មឬម្ចាស់ក្រុមហ៊ុនដោយគ្មានការរារាំងឬក៏បង្អាក់ឬក៏រំខានពីផ្នែកណាមួយដែលมันអាចរាយការណ៍ទៅដល់ម្ចាស់អាជីវកម្មបានដោយពេញលេញអានេះជារឿងសំខាន់អរគុណច្រើននៅវីដេអូក្រោយខ្ញុំនឹងនិយាយបន្តទាក់ទងពីការគ្រប់គ្រងសាច់ប្រាក់ឬក៏ការកាត់ពីហានិភ័យសម្រាប់ការគ្រប់គ្រងចំណូលចំណាយរបស់ក្រុមហ៊ុនមួយដែលរឹងមាំបន្ថែមទៀត